សួស្តីពុកម៉ែបងប្អូនអ្នកគ្នាបាទមកទៀតហើយថ្ងៃនេះខ្ញុំជះលុយ15000វ៉ុនធ្វើប្រអែមបានមួយមុខហើយធ្វើម្ហូបបានមួយមុខហើយប្រអែមមួយមុខនោះគឺជាដលងជៀនហើយម្ហូបមួយមុខនោះគឺជាមាន់បំពងបងប្អូនចង់ដឹងថាខ្ញុំធ្វើបែបណាតោះតាមដានវីដេអូខ្ញុំទាំងអស់គ្នាបាទគ្រឿងរបស់យើងមានដូចជាសាច់មាន់មានម្សៅបំពងបង្គាមានម្សៅនំប៉័ងមានដលងជ្វាហើយមានពងមាន់គ្រឿងយើងមានតែគ្រឿងប៉ុណ្ណឹងយើងអាចធ្វើបង្អែមហើយម្ហូបមួយមុខបានហើយយើងទៅធ្វើការលាយម្សៅយើងធ្វើការចាក់ដាំខ្លាញ់វាពោះហើយបន្ទាប់ពីយើងដាំខ្លាញ់ហើយយើងធ្វើការមកលាយម្សៅប្រឡាក់មាន់យើងម្ដងយើងធ្វើការយកម្សៅបំពងបង្គាមកចាក់ចូលហើយចាប់ផ្ដើមដាក់ពងមាន់ចំនួន3គ្រាប់ទៅពុកម៉ែបងប្អូនគ្នាបានយើងធ្វើការលាយវាឲ្យសព្វហើយបន្ថែមទឹកបន្តិចធ្វើការលាយវាម្ដងទៀតឲ្យវាចូលសាច់ចូលគ្នាបន្ទាប់មកយើងចាប់ផ្ដើមយកសាច់មាន់ដែលយើងបានលាងទឹកស្អាតយកមកដាក់ហើយធ្វើការញិចវាឲ្យវាចូលទៅក្នុងម្សៅឲ្យវាចូលជាតិម្សៅពេលដែលយើងញិចវាហើយយើងធ្វើការទុកវាចោលមកទទួលបន្ទាប់មកយើងចាប់ផ្ដើមយកម្សៅនំប៉័ងរបស់យើងយកមកចាក់ចូលម្ដងយើងចាក់ចូលហើយធ្វើការចាក់ខ្ទិះដូងចូលព្រោះដលងជៀនវាត្រូវការខ្ទិះដូងដែរបន្ទាប់ពីយើងចាក់ខ្ទិះដូងចូលហើយយើងធ្វើការបន្ថែមទឹកបន្តិចដើម្បីឲ្យម្សៅយើងរាវបន្តិចទៅហើយយើងធ្វើការលាយវាឲ្យសព្វចូលគ្នាពេលដែលយើងលាយសព្វចូលគ្នាហើយយើងចាប់ផ្ដើមយកដំឡូងដែលយើងបានចិតរួចហ្នឹងយកមកចាក់ចូលក្នុងម្សៅយើងចាក់ចូលម្ដងមួយហើយយើងធ្វើការច្របល់ដំឡូងរបស់យើងឲ្យវាចូលជាមួយម្សៅពេលដែលវាចូលម្សៅហើយទៅមើលខ្លាញ់របស់យើងក៏ខ្លាញ់យើងរៀងក្តៅហើយពោះហើយយើងធ្វើការយកដំឡូងរបស់យើងយកមកចាក់ចូលខ្លាញ់តែម្ដងយើងចាក់ម្ដងមួយអស់មកហើយនៅពេលដែលដំឡូងរបស់យើងដាក់មុនទៅវាអណ្ដែតឡើងមកលើដល់តែដំឡូងយើងច្រើនឆ្នាំងយើងតូចអញ្ចឹងយើងធ្វើការញាត់ចូលពីក្រោមទៀតហើយឥឡូវក៏ពេលដែលយើងសល់ពេលពីដោយដំឡូងឆ្អិនយើងចាប់ផ្ដើមមកប្រែមាន់របស់យើងឲ្យចូលម្សៅមួយខាងទៀតតែពេលដែលយើងប្រែមាន់ហើយយើងធ្វើការទៅមើលដំឡូងរបស់យើងវិញដំឡូងរបស់យើងចាប់ផ្ដើមឆ្អិនហើយពុកម៉ែបងប្អូនអ្នកគ្នាបាទយើងធ្វើការស្រង់ដាក់កញ្ច្រែងទុកមួយឡែកមកយើងធ្វើការស្រង់វាអស់មកបន្ទាប់មកយើងត្រូវការដួសកន្តិចដែលដំឡូងដែលយើងបានធ្វើមុនហ្នឹងឲ្យវាស្អាតបន្ទាប់ពីយើងដួសស្អាតហើយយើងចាប់ផ្ដើមយកមាន់របស់យើងយកមកបំពងម្ដងហើយពេលដែលយើងដាក់មាន់ចូលហើយយើងធ្វើការបំពងវាបានមួយសន្ទុះមកឥឡូវមាន់យើងចាប់ផ្ដើមឆ្អិនមួយជំហានហើយយើងធ្វើការត្រឡប់ទៅមួយជំហានទៀតពេលដែលយើងត្រឡប់ទៅមួយជំហានទៀតវាឆ្អិនទាំងសងខាងហើយយើងធ្វើការលើកយកមកដាក់កញ្ច្រែងរបស់យើងព្រោះខ្ញុំត្រូវបំពងមាន់មួយទៀតដើម្បីហូបនៅថ្ងៃស្អែកព្រោះម្ហូបដែលខ្ញុំធ្វើថ្ងៃអាទិត្យនេះគឺខ្ញុំធ្វើហូបរហូតដល់ថ្ងៃតុកនោះពុកម៉ែបងប្អូនអ្នកគ្នាបាទគឺខ្ញុំហូបបាយពេលព្រឹកជាមួយនឹងដំឡូងជៀនជាមួយនឹងមាន់បំពងរបស់ខ្ញុំគឺអញ្ចឹងខ្ញុំជាពេលវេលាបានច្រើនពុកម៉ែបងប្អូនអ្នកគ្នាបាទហើយវីដេអូរបស់ខ្ញុំបំពងមាន់នឹងធ្វើបង្អែមឥឡូវក៏បានមកដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់ការទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀត